ព្រះបន្ទូលព្រះក្នុងគម្ពីរអេសេគៀលជំពូក1នៅថ្ងៃ5ខែអាសាឍឆ្នាំទី30កាលខ្ញុំនៅជាមួយនឹងពួកឆ្លើយនៅមាត់ទន្លេកេបានោះមេឃក៏របើកឡើងហើយខ្ញុំឃើញការជាក់ស្ដែងពីព្រះរីឯនៅថ្ងៃ5ក្នុងខែនោះឯងដែលជាឆ្នាំទី5តាំងពីស្ដេចយ៉ូយ៉ាគីននៅជាប់ជាឆ្លើយនោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់អេសេគៀលជាកូនបូស៊ីដែលជាសង្ឃនៅស្រុកខាល់ដេក្បែរទន្លេកេបាហើយព្រះហស្ថនៃព្រះយេហូវ៉ាក៏ស្ថិតនៅលើលោកនៅទីនោះខ្ញុំក៏ក្រឡេកទៅឃើញមានខ្យល់ព្យុះចេញពីទិសខាងជើងមកមានពពកយ៉ាងធំនិងភ្លើងចម្រុះគ្នាហើយមានរស្មីភ្លឺនៅជុំវិញឯពីកណ្ដាលពពកនោះមានចេញជាពណ៌លង្ហិនស្រងៅគឺចេញពីកណ្ដាលភ្លើងនោះហើយពីកណ្ដាលនោះក៏មានចេញភាពដូចជាតួមានជីវិត4រូបដែលមើលទៅបែបយ៉ាងនេះគឺគ្រប់គ្នាមានភាពដូចជាមនុស្សគ្រប់គ្នាមានមុខ4ហើយគ្រប់គ្នាមានស្លាប4ឯជើងរាល់តួនោះសុទ្ធតែត្រង់បាតជើងក៏ដូចជាបាតជើងនៃកូនគោហើយភ្លឺប្រងព្រាតដូចជាលង្ហិនខាត់យ៉ាងភ្លឺតួនោះមានដៃនៃមនុស្សនៅក្រោមស្លាបគ្រប់ទាំង4មុខឯមុខនិងស្លាបទាំងប៉ុន្មានរបស់តួនោះគឺយ៉ាងដូចនេះស្លាបទាំងនោះជាប់តគ្នាគ្រប់គ្នាហោះត្រង់ទៅខាងមុខឥតងាកបែរឡើយឯភាពនៃមុខតួទាំងនោះគ្រប់គ្នាមានមុខជាមនុស្សហើយទាំង4មានមុខជាលង្ហិនខាងស្ដាំទាំង4ក៏មានមុខជាគោនៅខាងឆ្វេងហើយទាំង4មានមុខជាឥន្ទ្រីដែរឯមុខហើយនឹងស្លាបនោះដាច់ពីគ្នាខាងលើស្លាបពីររបស់រាល់តួនោះបានជាប់តគ្នាហើយស្លាបពីរទៀតក៏គ្របខ្លួនគ្រប់គ្នាក៏ហោះចំទៅខាងមុខទីណាដែលព្រះវិញ្ញាណត្រូវទៅតួទាំងនោះក៏ទៅដែរឥតងាកបែរឡើយឯភាពនៃតួមានជីវិតទាំងនោះគឺមើលទៅដូចជារងើកភ្លើងហើយក៏ដូចជាចន្លុះឆេះដែលត្រូលចុះឡើងនៅកណ្ដាលតួមានជីវិតទាំងនោះឯភ្លើងនោះក៏ភ្លឺចាំងហើយមានភ្លេចបន្ទោចេញពីភ្លើងនោះមកតួមានជីវិតទាំងនោះក៏ហោះទៅមកមើលទៅដូចជាភ្លេចបន្ទោកាលខ្ញុំកំពុងតែមើលតួមានជីវិតទាំងនោះខ្ញុំក៏ឃើញកង់មួយនៅលើដីក្បែរតួមានជីវិតទាំងនោះសម្រាប់មុខនីមួយគ្រប់ទាំង4ភាពនិងបែបផែននៃកង់ទាំងនោះគឺមើលទៅដូចជាត្បូងបេរីលកង់ទាំង4មានរាងដូចគ្នាឯភាពនិងសន្តានវាក៏មើលទៅដូចជាកង់មួយនៅក្នុងកង់មួយទៀតកាលណាវាទៅនោះក៏ទៅទាំង4មុខឥតបែរទៅខាងណាឡើយឯខ្នងកង់នោះខ្ពស់គួរស្ងើញខ្លាចហើយខ្នងកង់ទាំង4នោះមានភ្នែកនៅពេញជុំវិញកាលណាតួមានជីវិតទាំង4បានហោះទៅនោះកង់ទាំងនោះក៏អមទៅដែរកាលណាតួមានជីវិតទាំង4បានលើកឡើងផុតពីដីទៅនោះកង់ទាំងនោះក៏បានលើកឡើងដូចគ្នានៅទីណាដែលព្រះវិញ្ញាណត្រូវទៅនោះវាក៏ទៅដែរគឺវិញ្ញាណរបស់វាក៏នៅកន្លែងដដែលកង់ទាំងនោះបានលើកឡើងអមទៅពីព្រោះវិញ្ញាណរបស់តួមានជីវិតក៏នៅក្នុងកង់ដែរកាលណាពួកនោះចេញទៅពួកនេះក៏ទៅដែរកាលណាពួកនោះឈប់នៅពួកនេះក៏ឈប់ដែរហើយកាលណាពួកនោះបានលើកឡើងផុតពីដីនោះកង់ទាំងឡាយក៏បានលើកឡើងអមទៅព្រមគ្នាត្បិតវិញ្ញាណរបស់តួមានជីវិតបាននៅជាប់ក្នុងកង់ដែរ
នៅពីលើក្បាលនៃតួមានជីវិតនោះមានដូចជាផ្ទៃមេឃដែលមើលទៅដូចជាចរណៃគួរស្ងាញ់ខ្លាចហើយក៏លាតពីលើក្បាលតួទាំងនោះឯក្រោមផ្ទៃមេឃនោះមានស្លាបរបស់តួទាំងឡាយត្រដាងទៅត្រង់តគ្នាគ្រប់គ្នាមានស្លាប2ដែលបាំងខ្លួនម្ខាងហើយស្លាប2ដែលបាំងខ្លួនម្ខាងទៀតកាលណាហោះទៅនោះខ្ញុំឮសូរសន្ធឹកស្លាបដូចជាសូរនៃទឹកធំគឺដូចជាព្រះសូរសៀងនៃព្រះដ៏មានគ្រប់ព្រះចេស្តាជាសូរអើងកងដូចជាសូរនៃកងទ័ពកាលណាតួទាំងនោះឈប់នៅនោះក៏សម្របស្លាបចុះមកវិញកាលបានឈប់សម្របស្លាបចុះមកវិញហើយនោះមានឮសំឡេងពីផ្ទៃមេឃដែលនៅពីលើក្បាលតួទាំងនោះនៅពីលើផ្ទៃមេឃដែលនៅពីលើក្បាលនោះមានភាពជាបល្ល័ង្កដែលមើលទៅដូចជាត្បូងកណ្ដៀងហើយនៅលើភាពដែលមើលទៅដូចជាបល្ល័ង្កនោះឃើញមានទ្រង់ទ្រាយដូចជាមនុស្សអង្គុយនៅលើខ្ញុំក៏ឃើញពណ៌ដូចជាលង្ហិនខាត់យ៉ាងភ្លឺដែលមើលទៅដូចជាភ្លើងនៅខាងក្នុងហើយនៅជុំវិញចាប់តាំងពីកន្លែងដែលមើលទៅដូចជាចង្កេះនៅខាងលើហើយចាប់តាំងពីកន្លែងដែលមើលទៅដូចជាចង្កេះចុះទៅក្រោមនោះខ្ញុំឃើញភាពមើលទៅដូចភ្លើងដែលមានរស្មីភ្លឺនៅជុំវិញអង្គនោះឯរស្មីដែលភ្លឺនៅព័ទ្ធជុំវិញនោះក៏មានភាពដូចជាឥន្ធនូដែលនៅលើពពកក្នុងថ្ងៃដែលមានភ្លៀងនេះជាគំរូពីភាពនៃសេរីល្អរបស់ព្រះយេហូវ៉ាការខ្ញុំបានឃើញហើយនោះខ្ញុំក្រាបមុខចុះដល់ដីហើយខ្ញុំឮព្រះសូរសៀងមានបន្ទូលមក